ជំរាបសួរក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនតោះគ្នាថ្ងៃនេះវីដេអូមានអីច្រើនទេខ្ញុំបាទធ្វើដំណើរទៅវាយត្រាប៉ាសពតនៅព្រំដែនវិលមកវិញក៏ជួបអ៊ំប្រុសម្នាក់គាត់កំពុងតែខ្វៀលសេះឃើញអញ្ចឹងខ្ញុំក៏ចុះទៅសុំគាត់ថតហើយគាត់ក៏បានប្រាប់ថាចង់លក់សេះនឹងបានព្រឹកព្រាម៉ោង7ខ្ញុំក៏រៀបចំអីវ៉េវ៉ាន់ខោអាវដើម្បីរៀបចំចេញដំណើរទៅវាយត្រាប៉ាសពតនេះគោវាឃើញអញ្ចឹងវាក៏រត់មកអោបខោអាវខ្ញុំដូចតែអត់ចង់ខ្ញុំទៅអញ្ចឹងបានក្នុងកន្លងពេលធ្វើដំណើរមកយូរខ្ញុំក៏ជិះហួចចកាលើបន្តិចក៏បែកមកខាងផ្លូវថ្មីដែលឆ្ពោះទៅទីរួមខេត្តត្បូងឃ្មុំបានឃើញថាជុំវិញមានទេសភាពវាស្រែវាស្រូវស្អាតខ្ញុំក៏ឈប់ម៉ូតូថតលេងមួយផ្លែទៅហើយមើលទៅជុំវិញឃើញថាមានបឹងមានត្រពាំងដែរខ្ញុំក៏គិតថាដល់ពេលណាមានអាកាសធាតុខ្ញុំក៏ឆ្លៀតមកលេងបោះតង់រោត្រីនៅនឹងបាទមើលទេសភាពវាស្រែវាស្រូវយ៉ាងស្អាតម្យ៉ាងពេលយើងជួបព្រៃទៅក៏ឃើញទេសភាពស្អាតម្យ៉ាងម្នាក់បាទហើយមកដល់មុខបន្តិចក៏ឃើញដីចកាពុកម៉ែបងប្អូនគាត់ធ្វើឡើងវាលស្លាស់ឆេញបាទសំបីតែស្មៅមកតងក៏មិនឃើញដែរបន្ទាប់ពីឈប់សម្រាកមកផ្លែតឥឡូវខ្ញុំក៏បន្តដំណើរចេញទៅមុខទៀតហើយបាទហើយឃើញថាផ្លូវគឺធំទូលាយជិះអេមែនតែនបាទហើយថ្ងៃនេះធ្វើដំណើរទៅឆ្ងាយដែរពុកម៉ែបងប្អូនប្រហែលជា350គីឡូដែរពីកំពង់ធំទៅដល់ព្រំដែនហើយធ្វើដំណើរមកយូរទៅដល់បានសម្រាប់ពីយប់ថ្ងៃនេះធ្វើដំណើរមកវិញតាមផ្លូវក៏ជួបអ៊ំប្រុសម្នាក់គាត់កំពុងតែខ្វៀលសេះបាទឃើញអញ្ចឹងខ្ញុំក៏ចុះទៅសុំថតប្រុងថាថតហ្នឹងទួយក្មួយមើលទេបាទអូអត់អីទេរកផងអត់កាយនេះអ៊ំវាចិត្តត្រូវគេយើងចងជើងហ្នឹងវាល្អជើងលោកបានដែរនេះច្រឡៃខ្លាចចេះចុះណាហ្នឹងហើយអត់អីទេយើងខ្លាចនេះចេះខ្លាចណាហើយលើកងើបឲ្យគេឃើញមើលងើបមុខមួយមើលទៅពីឡើងញាប់សន្លប់ស្អីវាចិត្តត្រូវគេមិនទៅកោជើងទៅតាមទៀតណាបាទកោដល់ទៅទៀតទៅកោជើងទៅឡាយទៀតហ្នឹងកោថ្មីមិនគេចងកោជើងអ៊ំចង់លក់ម៉ាន1000ខ្ញុំឆ្លៃដែរស្មើខែ5គេហូតទិញបរចែកប៉ុនខ្ញុំទទួលដឹកអុកគេច្រើនណាបាទដល់ដឹកអុកគេយើងលក់ទៅវាពិបាកព្រោះទៅសិនតែផ្លូវកលុកកលាក់អីទៅដល់ឥឡូវវាឈឺជង្គង់នេះឈឺជង្គង់យើងណាអូទៅលក់អីអើយប៉ុនខ្ញុំមិនឲ្យលក់អីសនុកតែមកជួនេះអស់ហើយនេះតែខ្ញុំនឹងមើលគេពួកស្អីពួកបាត់ខ្ញុំស៊ីដែរតែប៉ុនខ្ញុំចូលអញ្ចឹងសាំងម៉ែអត់ផ្អើលទេនេះធម្មតាវាអត់ផ្អើលសាំងបាទហើយបន្ទាប់ពីឈរនិយាយលេងសួមប្រុសមកផ្លែតក៏បានដឹងថាសេះនឹងគាត់ចង់លក់ក្នុងតម្លៃ1000បាទព្រោះតែគាត់ឈឺជង្គង់ឥឡូវអត់សូវបានថែវាហើយក៏មិនទៅដឹកអស់ដឹកអីគេអញ្ចឹងហើយឥឡូវគាត់ក៏ចង់លក់វិញបាទហើយខ្ញុំឃើញសេះនេះខ្ញុំក៏ស្រឡាញ់ចូលចិត្តដែរបាទព្រោះវាស្លូតឃើញលូកអែលក្បាលលេងធម្មតាយ៉ាងសាំងមែនតែនគាត់ថាដើរតាមព្រៃតាមអីអញ្ចឹងតាមព្រៃតាមផ្លូវតាមអីយើងអត់ចេះផ្អើលផ្ដេសផ្ដាស់ទេហើយម្យ៉ាងទៀតគាត់ប្រាប់ថាសេះនឹងគឺវ័យតិចណាបាទយើងគ្រាន់តែឲ្យស៊ីកតុពេលល្ងាចក្បាលប្រលប់ឬក៏យប់ជ្រៅយើងឲ្យវាស៊ីថែមអញ្ចឹងទៅហើយបើថាពេលយប់មានមនុស្សផ្លែជុលផ្ទះអញ្ចឹងគឺវាដឹងវាស្រែកភ្លាមពុកម៉ែបងប្អូននេះខ្ញុំឮតាមអ៊ំប្រុសគាត់ប្រាប់អញ្ចឹងបាទអញ្ចឹងហើយបើថាមានពុកម៉ែបងប្អូនណាស្រឡាញ់ជុលចិត្តចិញ្ចឹមសត្វសេះបាទហើយពុកម៉ែបងប្អូនអាចតាក់ទងទៅតាមរយៈលេខទូរស័ព្ទនេះបានដែលខ្ញុំបានដាក់នៅខាងលើនេះបាទហើយក៏សូមជូនពរឲ្យអ៊ំប្រុសបានលក់សេះឆាប់បានទៅដល់ចាស់ថ្មីដែលស្រឡាញ់សត្វមើលថែវាដូចជាគាត់ដែរបាទហើយក៏ឃើញថាលើមេឃរៀងថ្ងៃរសៀលដែរខ្ញុំក៏ចាប់ផ្ដើមរៀបចំចេញដំណើរបន្តទៅទៀតហើយបាទអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូខ្ញុំបាទហើយក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនមានសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នា